ការកាត់សក់មនុស្សចាស់យើងកាត់យើងត្រូវធ្វើចិត្តឲ្យត្រជាក់យើងព្យាយាមកាត់មួយយើងកាត់យើងកុំបង្ខំបាទព្រោះការកាត់សក់មនុស្សចាស់គឺយើងអត់មានធ្វើការកាត់ឈូសអស់ដោយសក់ក្មេងស្ទាវទេយើងកាត់តែជើងក្រោមតិចទេអញ្ចឹងយើងកាត់យើងកុំបង្ខំយើងព្យាយាមកាត់មួយធ្វើចិត្តឲ្យត្រជាក់បាទហើយសក់មនុស្សចាស់បែបហ្នឹងគឺយើងធ្វើការកាត់គឺយើងអត់ប្រើពុំទេពុំម៉ែបងប្អូនណាបាទយើងប្រើម៉ូទ័រទ្រាប់នឹងក្រាស់កាត់យកតែម្ដងបាទហើយរបៀបកាត់គឺកាត់បែបហ្នឹងពុំម៉ែបងប្អូនណាបាទយើងព្យាយាមកាត់គឺយើងជាយកសក់ម្ដងបន្តិចបាទយើងកាត់កុំបង្ខំបាទយើងកាត់ជាយកសក់ម្ដងបន្តិចដើម្បីឲ្យវាចេញជារាងសិនបាទពុកម៉ែបងប្អូនណាបាទយើងជាតាមរបៀបដែលខ្ញុំធ្វើនឹងទៅពុកម៉ែបងប្អូនណាបាទយើងជាវាយកបន្តិចម្ដងបាទបន្ទាប់មកចាំយើងបោសមូលថ្មិញម៉ូទ័រយើងថយឲ្យអស់មកបាទយើងធ្វើការបោសជើងសក់បណ្ដើបន្តិចម្ដងមកបាទយើងព្យាយាមបោសអញ្ចឹងមកបាទហើយចំណុចពីក្រោយគឺយើងធ្វើការជាយកសក់អាខាងលើយកឲ្យរាងខ្លីបន្តិចម្ដងសិនបាទត្រង់ចំណុចណាដែលវាវែងយើងជាលើកវាឡើងមកលើចឹងមកកាត់វារាងខ្លីឲ្យរាងស្ដើងបន្តិចបាទចាំយើងបោសយកជើងក្រោមឲ្យខ្លីតែម្ដងពុកម៉ែបងប្អូនណាបាទហើយការកាត់សក់មនុស្សចាស់ដូចខ្ញុំតែងតែនិយាយចឹងបាទគឺយើងកាត់គឺយើងកុំបង្ខំយើងកាត់មួយបានហើយបាទហើយការកាត់ប្រើប្រាស់នេះគឺយើងបង្ខំអត់កើតទេកាលណាដែលយើងកាត់បង្ខំវាអាចនឹងជ្រុលវាអាចនឹងខុសក្រាស់អញ្ចឹងធ្វើឲ្យខូចសក់តែម្ដងបាទហើយរបៀបកាត់គឺខ្ញុំបានបញ្យល់ពុកម៉ែបងប្អូនពីដើមទីអញ្ចឹងពុកម៉ែបងប្អូនណាបាទគឺយើងកាត់យើងកុំបង្ខំយើងបោសវាបន្តិចម្ដងចឹងទៅបាទហើយយើងមូលថ្មិញម៉ូទ័រថយឲ្យអស់ពេលដែលយើងបោសជើងក្រោមឲ្យដល់សាច់ហ្នឹងបាទពុកម៉ែបងប្អូនណាបាទយើងព្យាយាមកាត់អញ្ចឹងមកបាទហើយការកាត់គឺយើងកាត់មុនដំបូងគឺយើងកុំឲ្យវាមិនបាច់យកវាស្អាត 100% ទេបាទយើងកាត់ឲ្យវាចេញជារាងអញ្ចឹងសិនបន្ទាប់មកចាំយើងធ្វើការកោយើងពេលដែលយើងកោហើយចាំយើងសម្អាតវាតាមក្រោយទៀតបាទអញ្ចឹងមុនដំបូងគឺយើងធ្វើការកាត់អញ្ចឹងមកបាទយើងកាត់វាឲ្យចេញជារាងអញ្ចឹងសិនបាទហើយអាពីលើសក់ណាដែលវែងគឺយើងលើកទ្រាប់ក្រាស់កាត់យកតែម្ដងបាទយើងកាត់អញ្ចឹងមកកាត់ឲ្យវាស្ដើងឲ្យវារាងខ្លីបន្តិចបាទយើងកាត់អញ្ចឹងមកពុកម៉ែបងប្អូនណាបាទហើយចំណុចពីក្រោមនេះគឺយើងធ្វើការបោសវាតអញ្ចឹងមកពុកម៉ែបងប្អូនបាទហើយការបោសនេះគឺយើងមូលថ្មិញអំវើណាបាទយើងប្រើកដៃរៀងរលាស់បន្តិចបាទដើម្បីកុំឲ្យវាឃើញកលៈបាទពុកម៉ែបងប្អូនណាបាទហើយចំណែកគៀនស្លឹកកាជៀបែបនេះគឺយើងទាញស្លឹកកាជៀបន្តិចមកគឺយើងជាយកសក់បន្តិចម្ដងចឹងមកដើម្បីឲ្យវាខ្លីបន្តិចម្ដងណាបាទយើងកុំជាបខំយើងជាយកបន្តិចម្ដងដើម្បីឲ្យវាចេញជារាងបន្តិចមកបាទបន្ទាប់មកចាំយើងយកម៉ូទ័រហ្នឹងបោសអាជើងក្រោមឲ្យរាងស្ដើងតែម្ដងបាទហើយការបោសគឺយើងប្រើថ្មិញវើលបាទយើងកុំមួលថ្មិញឲ្យញឹកណាពុកម៉ែបងប្អូនកាលណាដែលមួលថ្មិញឲ្យញឹកគឺវាស៊ីខ្លាំងអញ្ចឹងវាអាចនឹងកញ្ឆោតបាទយើងមួលថ្មិញឲ្យញឹកមកបាទហើយចំណុចគៀនជើងសក់គឺយើងកាត់បែបហ្នឹងមកពុកម៉ែបងប្អូនណាបាទយើងជាយកបន្តិចម្ដងយើងកុំបង្ខំបាទដើម្បីឲ្យវាចេញជារាងបន្តិចម្ដងបាទយូរទៅវាស្អាតហើយពុកម៉ែបងប្អូនណាបាទយើងកាត់បង្ខំពេលខ្លះយើងអាចនឹងជ្រុលបាទពុកម៉ែបងប្អូនណាបាទយើងព្យាយាមបោសវាបន្តិចម្ដងចឹងឲ្យរួចរាល់ចឹងសិនមកបាទឲ្យវាចេញជារាងចឹងសិនបាទបន្ទាប់មកគឺយើងធ្វើការជ្រឹបជើងសក់បាទហើយសក់ហ្នឹងគឺវាមិនទាន់ស្អាត 100% ទេអញ្ចឹងយើងជ្រឹបជើងសក់យើងកោរសិនបាទដើម្បីឲ្យវាចេញជារាងសិនពេលដែលយើងធ្វើការកោររួចយើងអាចមើលដឹងថាត្រង់ចំណុចណាដែលវាមិនទាន់ស្មើបាទអញ្ចឹងយើងអាចសេរីវាថែមតាមក្រោយទៀតទៅពុកម៉ែបងប្អូនណាបាទយើងធ្វើការជ្រឹបអញ្ចឹងមកបាទទាំងខាងឆ្វេងទាំងខាងស្ដាំពុកម៉ែបងប្អូនណាបាទយើងជ្រឹបវាអញ្ចឹងមកបាទយើងព្យាយាមជ្រឹបគឺយើងជ្រឹបរឿងថើដៃបន្តិចពុកម៉ែបងប្អូនណាកាលណាដែលយើងសកត់ខ្លាំងវាធ្វើឲ្យម៉ូទ័រហ្នឹងគៀបនឹងសាច់វាអាចនឹងឈឺពុកម៉ែបងប្អូនណាបាទហើយវីដេអូនេះដែរគឺខ្ញុំធ្វើដើម្បីចែកម្លែកទេពុកម៉ែបងប្អូនណាបាទបន្ទាប់មកគឺយើងធ្វើការកោជើងសក់ទៅពុកម៉ែបងប្អូនណាបាទយើងព្យាយាមកោវាឲ្យចេញជារាងកោងឲ្យរាងមានរាងស្អាតបន្តិចពុកម៉ែបងប្អូនណាបាទអញ្ចឹងពេលដែលយើងកោយើងត្រូវព្យាយាមទាញសាច់ឲ្យតឹងពុកម៉ែបងប្អូនណាបាទដើម្បីកុំឲ្យយើងកោទៅឈឺពាក់វាអាចនឹងមុតសក់ក្បាលភ្ញៀវរបស់យើងពុកម៉ែបងប្អូនណាបាទហើយពីក្រោយគឺយើងធ្វើការកោបែបហ្នឹងដែរពុកម៉ែបងប្អូនណាបាទយើងព្យាយាមកោយ៉ាងម៉េចទាញសាច់ឲ្យតឹង
đáy dương riêng sào bà bụng mày bố đã dương cùng riêng cao đáy thuần bà cả na đáy dương cao đáy thuần tu bây chỉ vì mình mốt cô nhiều bảo dương của sư đại bà mình tốt với dương thưa ca cao ruột cái dương dục cả tàu những dương thưa ca kể với ai mót mình thèm bà trong chừng nội na đại vì mình toàn mót trong chừng nội na đại vì mình toàn smá cái dương thưa ca kể bẹp nâng mình thèm máu cứ vì sao đi rồi tèm lồng của mày bố đã bà dương thưa ca kể máu của mày bố đã bà kể với mình thèm bà trong chừng nội na đại vì mình toàn smá trong chừng nội na đại vì nó không mau đống đống vì mình toàn mót dương dục khẽ tàu những dương thưa ca kể vì mình thèm tới đầm bầy vì mót sát với khinh và tính sát của mày bố đã bà hayประเภท sọ สเกลแบบนี้វាយើងមើលទៅប្រហែលជាមិនសូវឃើញស្មើល្អទេដោយសារតែស្កូវត្រង់ចំណុចណាដែលស្កូវវាឃើញស្មើត្រង់ចំណុចណាដែលខ្មៅវាអត់ឃើញស្មើអញ្ចឹងទៅដោយសារតែសក់វត្តស្កូវបាទអញ្ចឹងពូម៉ែបងប្អូនអាចរៀនកាត់តាមខ្ញុំបានពូម៉ែបងប្អូនណាបាទយើងព្យាយាមកាត់មួយតាមខ្ញុំដែលប្រាប់ហ្នឹងទៅពូម៉ែបងប្អូនណាបាទហើយវីដេអូរបស់យើងក៏មានតែប៉ុណ្្នឹងទេសម្រាប់ចែកម្លែកចែកជូនទៅដល់ពុកម៉ែបងប្អូនណាបាទជាចុងក្រោយបើសិនជាពុកម៉ែបងប្អូនស្រឡាញ់គាំទ្រវីដេអូរបស់ខ្ញុំពុកម៉ែបងប្អូនកុំភ្លេចជួយចុច like ឬក៏ share វីដេអូនេះនេះអូនផងបាទដើម្បីទទួលបានវីដេអូថ្មីពីការបង្រៀនកាត់សក់ទៀតបាទអរគុណ